ចាជំរាបសួរសម្រាប់អ្នកកាត់ឆ្នាំម្សាញ់មានធាតុទឹកដក់ណាសម្រាប់អ្នកឆ្នាំម្សាញ់ធាតុទឹកដក់គឺជាមនុស្សដែលប្រតិកម្មលះចាហើយអង្អាចក្លាហានប្រកបនិយមនិយាយទៅមនុស្សដែលមានធាតុទឹកចាគឺជាមនុស្សដែលប្រែប្រួលទៅតាមកលៈទេសៈវ័យឆ្លាតហើយក៏ជាមនុស្សដែលចូលចិត្តប្រើជីវិតបែបផ្សងព្រេងដែរចាជាមនុស្សដែលរស់រាយរាក់ទាក់ចង់ចេះចង់ដឹងនិងទទួលខុសត្រូវខ្ពស់ចាជាមនុស្សដែលមានអំណាចហើយក៏ជាមនុស្សដែលចិត្តល្អផងដែរចាតែគ្រាន់តែចំណុចខ្សោយរបស់អ្នកធាតុទឹកដក់គឺភាគច្រើនគាត់បច្ចេកប្រចាំច្រើនសង្ស័យច្រើនក៏ដូចជាអាចនឹងថាពេលខ្លះក៏ទៅចេះរឹងរូសដែរចាអញ្ចឹងសម្រាប់អ្នកម្សាញ់ធាតុទឹកដក់នេះពេលខ្លះក៏អារម្មណ៍ឆាប់ទទួលឥទ្ធិពលខាងក្រៅដូចគ្នាអញ្ចឹងអ្វីដែលអូនត្រូវថែរក្សាផ្លូវចិត្តគឺកុំឲ្យយើងងាយនឹងប្រែប្រួលទៅតាមអារម្មណ៍នៃឥទ្ធិពលខាងក្រៅខ្លាំងពេកចានៅក្នុងដំណើរខ្លួនរបស់អូនចានៅក្នុងអត្តចរិតរបស់អូនជាមនុស្សដែលអាចจะថាពេលខ្លះគឺយើងងាយនឹងទទួលរងសម្ពាធចាចំពោះដៃគូឬក៏កូនចៅផងដែរចាពីព្រោះអត្តនៅក្នុងតារាងរាសីរបស់យើងគឺមកបែបនេះក៏យើងមានសំណាងផ្នែកលុយកាក់ហើយនឹងការខិតខំប្រឹងប្រែងរបស់យើងអ្វីដែលសំខាន់ពេលដែលធៀបលៀបចូលមកគឺត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ចាពីព្រោះពេលខ្លះក៏យើងអាចងាយនឹងបំលែងធៀបលៀបរបស់យើងដែលជាបញ្ហារឿងលុយកាក់បំណុលមកវិញណាអញ្ចឹងបើសិនជាអ្នកដែលគាត់មានដួងរាសីខ្សោយហើយមានធាតុលៀបច្រើននៅក្នុងតារាងរាសីគឺมันសូវជាអំណោយផលមិនសូវជាល្អទេព្រោះពេលខ្លះក៏យើងអាចនឹងងាយនឹងបំលែងភាពទ្រព្យធាតុលៀបរបស់យើងទៅជាបំណុលបានចាដោយសារតែបច្ច័យហិរញ្ញវត្ថុបើរួមនឹងកត្តារាសីរបស់យើងគឺអាចនឹងថាជាមនុស្សដែលចាយដៃទលាយដែរចាអ្វីដែលអូនកំពុងតែខ្វះខាតគួរណាស់តែរៀនបន្ថែមទៅជាមួយនឹងបញ្ហារឿងលុយកាក់ចាតែដោយសារសំណាងល្អកត្តារាសីរបស់យើងគឺមានផ្កាយនាំសំណាងនៅនឹងក៏មានផ្កាយចាជួយឧបត្ថម្ភនិងនឹងកាយចាកាយទ្រាំនៅនឹងដូចគ្នាចាជំនួសអាចថាប្រឹងប្រែងតែបន្តិចលៀបសក្ការៈនឹងចូលមកបានភ្លាមចាអូនសួរថាហេតុអីបានអត់សល់ចាដំណើរវ័យចុះរបស់យើងរយៈពេល10ឆ្នាំយើងនៅក្នុងឆ្នាំ2025 26 27 2028វាចូលវ័យចុះថ្មីមួយទៀតអាចនឹងធ្វើឲ្យយើងរលូនឡើងមកវិញឬក៏យើងមានការប្រែប្រួលនឹងអត្តចរិតរបស់យើងមកវិញចាខុសប្លែកពីមុនអ្វីដែលអូនអាចនឹងទទួលបាននៅលើជ័យឆ្នាំ2026ជាពេលវេលាមួយល្អចាប្រឹងប្រែងកាន់តែខ្លាំងរៀបសំណាងកាន់តែច្រើនប៉ុន្តែត្រូវតែប្រយ័ត្នជាមួយនឹងជីវិតដៃគូចាប្តីប្រពន្ធចាឆ្នាំមមីចូលមកយើងនឹងខ្លួនថោះចាចឹងថោះនឹងមមីចាជាផ្កាយចាយើងឆុងថោះឆុងជាមួយមមីគឺឆុងបែបកាយស្នេហ៍ហើយនឹងឆុងនាំចំនួនណាចាអញ្ចឹងសម្រាប់អ្នកដែលគាត់មួយទៀតអូនគឺចំណុចដែលសម្បូរស្នេហ៍នៅក្នុងតារាងរាសីអ្វីដែលយើងត្រូវចេះប្រយ័ត្នប្រយែងគឺរក្សាលំនឹងនិងចិត្តរបស់យើងកុំឲ្យស្នេហារបស់យើងហ្នឹងវាបង្កើនឥទ្ធិពលមិនល្អសម្រាប់យើងចាចឹងក៏យើងត្រូវតែប្រយ័ត្នដែរសម្រាប់ការធ្វើដំណើរឬក៏ការទំនាក់ទំនងចំពោះនៅដែលមានភាពដូចគ្នាចំពោះយើងព្រោះយើងងាយនឹងទាញចាស្នេហ៍មកខ្លាំងមែនតើអញ្ចឹងនៅក្នុងឆ្នាំ2027ចានៅក្នុងឆ្នាំម៉ែយើងនឹងមើលបន្ថែមទៀតតែខ្ញុំបានលោកចូលហើយទឹកដែលអូនគេរងថ្ងៃទឹកត្បូងគឺតកតងជាមួយនឹងសុខភាពចាជាមួយនឹងប្តីគឺត្បូងចារបស់ប្តីគឺទឹកស្នេហ៍អញ្ចឹងគឺក្របរបស់អូនគឺទឹកជើងយើងអាចមើលបានចាកន្លែងទឹកលុយរបស់យើងអីយើងអាចបង្វល់រកទឹកក្របរបស់យើងទឹកខាងជើងនឹងបានណាចាហើយមកដំណើរវ័យចូលរបស់យើងអូនអាចមើលបានថាយើង
មានតួខ្លួនខុសចាហើយនឹងមមីឆ្នាំម្សាញ់គឺឆុងជាមួយកលចាពេលវេលាកលមកដល់គឺអរិយពិសេសរបស់យើងមិនសូវជាចាអំណោយផលទេគឺមានន័យថាយើងឆុង 100% ណាចាអញ្ចឹងនៅក្នុងឆ្នាំមមីឆ្នាំក្រោយប្រយ័ត្នដូចយើងនិយាយអញ្ចឹងការនាំចំនួនឬក៏ដៃគូអាចនឹងងាយអន់ចិត្តគ្នាចាមួយទៀតបើសិនជាយើងចង់បានអខ្សែវាសនារបស់យើងចាកាន់តែទទួលបានលិខិតការៈឬក៏ឆាប់ទទួលបាននៅបនបន្តបនដែលយើងមានមកគឺគួរតែយើងធ្វើបន្ថែមទៀតដើម្បីជាស្ពានជួនចម្លងឲ្យយើងឆាប់នឹងទទួលបាននៅលិខិតការៈឬក៏ទទួលបាននៅបនចាស់ដែលយើងបានធ្វើពីមុនមកចាស់ឆាប់ទទួលបានបនចាស់តែមកដំណើរជីវិតរបស់អូននេះមិនថាបញ្ហាអីទេព្រមដោយកាក់គឺអូនអត់សូវជាស្ទះទេអ្វីដែលយើងស្ទះយើងអាចចំណាំមើលបាននៅពេលវេលាដែរឆ្នាំណាកាលណាចូលមកដល់តែនៅក្នុងឆ្នាំ2026នេះយើងជាន់ឆ្នាំរៀងបាក់2025យើងជាន់ឆ្នាំណាបញ្ហាធាតុទៀតឈើចាឈើដកក្នុងឆ្នាំ2025ជាមួយនឹងទឹកដកចាធ្វើឲ្យទឹកអស់ថាមពលណាចាអញ្ចឹងមានន័យថាគេហៅថាឆុងធាតុធ្វើឲ្យធាតុរបស់យើងហ្នឹងអាចនឹងនាំឲ្យខ្លួនរបស់យើងហ្នឹងអាចនឹងមានបញ្ហាខ្លះដែរយើងប្រឹងខ្លះមែនតើប៉ុន្តែសមិទ្ធផលនៃការបានមកគឺវាមិនសមនឹងតម្លៃនៃការប្រឹងរបស់យើងតែនៅក្នុងឆ្នាំក្រោយឆ្នាំ2026នេះចាប្រយ័ត្នដៃគូស្នេហ៍ប៉ុន្តែចាជាមួយនឹងធាតុភ្លើងជាមួយនឹងធាតុភ្លើងយើងនឹងទទួលបាននៅលាភសំណាងនៅក្នុងឆ្នាំ2026តែដូចខ្ញុំនិយាយអញ្ចឹងនៅក្នុងឆ្នាំណាដែលមានធាតុលាភចូលមកសម្រាប់រាសីរបស់យើងចាយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរចាទាំងរឿងលុយកាក់ទាំងអីគឺដើរមួយជំហានឲ្យបានប្រយ័ត្នឲ្យបានខ្ពស់ណាដោយសារយើងក៏មានជំនាញដែរយើងជាមនុស្សដែលបង្កើតតំណែងក៏ដូចជាមនុស្សដែលអឺ friendly ចាជំនឿដែលមានទំនាក់ទំនងផ្នែកទំនាក់ទំនងមិត្តភ័ក្តិអីគឺល្អចានៅក្នុងឆ្នាំមមែ2027ចាអ្វីដែលយើងត្រូវប្រយ័ត្ននៅក្នុងឆ្នាំ2025គឺយើងត្រូវប្រយ័ត្នខែ6នេះចាខែមមីចាខែ6ខែមមីប្តីប្រពន្ធចាប្តីប្រពន្ធត្រូវប្រយ័ត្នតិចចិត្តធ្ងន់បន្តិចអញ្ចឹងដំណើរវ័យចូលរបស់យើងចាប់ពីអាយុមក39ដល់49ទៅជាពេលវេលាមួយដែលធ្វើឲ្យយើងអាចនឹងថាអារម្មណ៍របស់យើងឆាប់ទទួលរងនៅសម្ពាធឆាប់ទៅចិត្តឆាប់ឆេះឆាវឬក៏ធ្វើឲ្យមួយអាចនឹងថាបើសិនជាវាប្រងបានផលកម្រៃខ្ពស់តែយើងបែរជាកាត់បន្ថយចាលាភជ័យរបស់យើងមួយចំនួនដែរអញ្ចឹងអ្វីដែលយើងត្រូវបដោតកែឆុងឬក៏កែបញ្ហាកត្តាបែបនេះគឺប្រឹងធ្វើឲ្យអស់លទ្ធភាពកុំគិតច្រើនអ្វីដែលធ្វើឲ្យយើងស្មុគស្មាញកាន់តែខ្លាំងអូនគួរតែបន្ថយការគិតនិងប្រឹងធ្វើសកម្មភាពជំនួសការគិតឲ្យបានខ្ពស់វិញចា៎អញ្ចឹងនៅក្នុងឆ្នាំ2028ឡើងទៅចាអារម្មណ៍របស់យើងនឹងប្រែប្រួលថែមមួយជាន់ទៀតចាតែដោយសារ2028នេះបូកជាមួយនឹងម្សាញ់ចាឆុងនាំចំនួនតែវាមិនខ្លាំងខ្លាអីទេគ្រាន់តែឆុងតាមរបៀបតាមគេតាមឯងណាឈ្មោះតាមគេតាមឯង
វាមិនឆុងតទល់ដូចឆ្នាំកលម្ដងអញ្ចឹងអ្វីដែលអូនត្រូវតែប្រយ័ត្នពេលវេលាដែលអូនត្រូវប្រយ័ត្នខ្លាំងបំផុតគឺពេលវេលាឆ្នាំកលចូលមកដល់ណាជាពេលមួយឆុងតទល់ខ្លាំងតែយើងក៏ត្រូវមើលធាតុខាងលើដែរបើសិនជាធាតុខាងលើធាតុដីទៀតអាហ្នឹងក៏យើងប៉ះទង្គិចដែរណាចាព្រោះអីទឹកលុបដីលុបទឹកយើងលាបអញ្ចឹងគេហៅថាដីពិឃាតទឹកប៉ុន្តែពេលវេលាហ្នឹងយើងត្រូវមើលទូខ្លួនឬក៏អីបន្ថែមទៀតតែវាជាប់ពាក់ព័ន្ធទៅលើអីគេខ្លះគ្រាន់តែយើងដឹងថាយើងឆុងនៅក្នុងឆ្នាំម្សាញ់គឺឆុងកលចាកលគឺឆុងម្សាញ់សម្រាប់អ្នកកើតឆ្នាំកលពេលម្សាញ់មកដល់គឺឆុងមានការផ្លាស់ប្ដូរអញ្ចឹងសម្រាប់អ្នកម្សាញ់ដូចគ្នាពេលដែលឆ្នាំកលចូលមកដល់គឺម្សាញ់នឹងឯងគឺជួបជាមួយកលគឺឆុងផ្លាស់ប្ដូរដែរតែផ្លាស់ប្ដូរទៅលើហេងឬក៏ផ្លាស់ប្ដូរទៅលើសយអីគឺយើងអាចមើលដែរតែការឆុងហ្នឹងវាប្រែធាតុទៅលើអីធាតុហ្នឹងវាត្រូវការជាមួយនឹងយើងអត់ចាមួយទៀតតកតងជាមួយនឹងអូនពេលវេលាបង្គំផ្កាយដែលយើងត្រូវប្រយ័ត្នដែរគឺចាំអាសាញ់ជក់រោងក៏មិនជាអំណោយផលដែរណាចាអញ្ចឹងការឆ្នាំរោងនេះក៏យើងរៀងស្មុគស្មាញច្រើនដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់ឆ្នាំរោងពេលជួបអាសាញ់បងប្អូនមួយចំនួនគាត់ថាអូខេអឺចឆុងនេះប៉ុន្តែខ្ញុំមិនសាញ់សោះមិនបានការឆ្នាំរោងខ្ញុំលំបាកដែរឬក៏ជីវិតគូរបស់ខ្ញុំមានភាពរអាក់រអួលក៏អឺបែកបាក់គ្នាចាអាហ្នឹងគឺមានន័យថានៅក្នុងហ្នឹងវាមានអីផ្សេងទៀតដែលគេអាចឆែកមើលតារាពិសេសរបស់យើងបានអញ្ចឹងយើងមិនប្រកាសថាអូខេឆ្នាំនេះហាក់មួយឆ្នាំនេះប៉ុន្តែមិនបានជីវិតប្តីប្រពន្ធរបស់ខ្ញុំអឺឆ្លោះគ្នាអញ្ចឹងព្រោះការឆែករាសីយើងមើលទៅលើសង្កត់ធ្ងន់ទៅលើថ្ងៃកើតនិងឆ្នាំកើតតែថ្ងៃកើតរបស់យើងជួបបង្គំផ្កាយដែលវាហោះមកប៉ះជាមួយយើងនោះតែវាប៉ះលើឆ្នាំឬក៏ប៉ះលើតួថ្ងៃរបស់យើងអញ្ចឹងមិនជាទូទៅខ្ញុំចាំតែប្រាប់បងប្អូនថាថ្ងៃរបស់យើងឆុងនៅពេលនេះឆ្នាំរបស់យើងគឺឆុងនៅពេលនេះអញ្ចឹងអាចមើលបានណាអញ្ចឹងខ្ញុំភិកច្រើនមើលតាមក្បួននេះគឺខ្ញុំច្រើនតែណូតអញ្ចឹងជូនដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយនឹងចំណាំយើងចំណាំតែសัตว์ទៅចាហើយពេលដែលហេងឬក៏ពេលសយចូលមកឆុងហេងឆុងសយចាបើយើងបានប្រុងប្រៀបខ្លួនរួចហើយចាហេងក៏យើងទទួលសយក៏វាមិនប៉ះពាល់អីដែរកុំឲ្យថាពេលវេលាដែលឆុងមកប៉ះចាំពេលឆុងសយយើងអត់បានប្រយ័ត្នប្រយែងអញ្ចឹងវាអាចនឹងធ្វើឲ្យយើងមានបញ្ហាដែរហើយដូចនៅក្នុងខែ6ឆ្នាំ2025នេះសម្រាប់អ្នកដែលគាត់ប៉ះចាមានជូតគឺឆុងមមីចាជូតឆុងមមីតែធាតុខាងលើរបស់ជូតគឺមានធាតុអីចាធាតុទឹកចូលមកក៏ធាតុមាសចឹងសម្រាប់អ្នកដែលគាត់មានធាតុត្រូវការនៅខាងលើទោះបីជាខែហ្នឹងវាឆុងជាមួយនឹងឆ្នាំហ្នឹងប៉ុន្តែធាតុហ្នឹងគឺมันប៉ះពាល់អីនៅក្នុងកំឡុងខែហ្នឹងអ្នកឆ្នាំជូតហ្នឹងក៏มันអាចជាមានបញ្ហាប្រែប្រួលដែរតែបើសិនជាធាតុខាងលើវាយើងមិនត្រូវការឬក៏ធាតុខាងលើឆុងជាមួយខ្លួនយើងហើយឆុងជាមួយធាតុយើងហើយឆ្នាំខាងក្រោមវាឆុងជាមួយធាតុយើងទៀតអញ្ចឹងនៅក្នុងខែមមីហ្នឹងអ្នកឆ្នាំជូតហ្នឹងអាចមានបញ្ហាប្រែប្រួលអីមួយកើតឡើងឬក៏ហេងឬសយទៅតាមនឹងដូចគ្នាចា៎អញ្ចឹងដូចអូននៅក្នុងខែមមីចាខែមមីជួបនឹងតួខ្លួនរបស់យើងជីវិតគូរបស់យើងអាចនឹងមានការប្រែប្រួលខ្លះប៉ុន្តែតកតងជាមួយនឹងអឺតកតងជាមួយនឹងការងារមុខរបររបស់យើងគឺរលូនកាក់កបទៅធម្មតាទេចាជាមួយនឹងឆ្នាំរបស់យើងក៏មិននឹងមានភាពរីកចម្រើនដែរតែអ្វីដែលយើងត្រូវប្រយ័ត្នគឺយើងប្រយ័ត្នជីវិតគូរបស់យើងអាចថាអន់ចិត្តគ្នាឬក៏មានកំហុសចំនួនទាស់តែងអីកើតឡើងដោយយថាហេតុអញ្ចឹងពេលដែលខែនឹងចូលមកដល់អ្វីដែលយើងត្រូវធ្វើយើងត្រូវដឹងគឺចិត្តអំណត់ចាចិត្តឲ្យធ្ងន់បន្តិចចាមករួមនឹងអូននិយាយថាអូនខ្វះខាតនៅជំនាញអីអញ្ចឹងធាតុរបស់អូនចាអូនអត់ត្រូវការធាតុហ្នឹងទេប៉ុន្តែបើសិនជាយើងដឹងខ្លួនយើងថាយើងខ្វះនៅចំណុចរឿងអីមួយឬក៏អូនរែងថារកបានតែមិនសូវជាសល់អីចាអញ្ចឹងអូនត្រូវទ្រាំបន្តិចក្នុងកំឡុងវ័យចរហ្នឹងវា
ធ្វើឲ្យយើងចំណាយច្រើនប៉ុន្តែនៅក្នុងតារាងរាសីបងបានបញ្យល់ហើយតារាងរាសីរបស់យើងគឺចំណូលដែរចំណាយវាច្រើនចាចែកបែបhigh-so តែម្ដងជួនកាលរឿងមួយចំនួនយើងអត់ត្រូវការចំណាយតែយើងបែរជាយកមកចំណាយអញ្ចឹងអូនត្រូវតែប្រយ័ត្នកន្លែងហ្នឹងបន្តិចចាយើងដឹងថាយើងចំណុចខ្សោយទៅលើអីយើងគួរណាស់តែរៀនពីការគ្រប់គ្រងអាហ្នឹងឲ្យបានខ្ពស់ចានិយាយទៅមកកាក់ម៉ាស៊ីនសម្រាប់ដតីមេផ្ទះរបស់យើងគឺកត់ជាប្រចាំល្អខ្លាំងចាមិនថាអ្នកណាឯងបើសិនជាយើងចង់ដឹងពីចំណូលចំណាយឬក៏ទម្លាប់ដកសន្សំជាប្រចាំចា$1ក៏ដោយ$2ក៏ដោយគឺយើងឃើញដែរតែដោយសារអូនមានជំនាញនឹងស្រាប់ហើយយើងប្រើប្រាស់លុយទៅលើហ្នឹងចាអ្វីដែលអូនមិនចង់ឃើញគឺយើងអាចសន្សំទ្រព្យបន្ថែមទៀតចាទោះបីជាមិនសល់ជាលុយកាក់ក៏យើងអាចសន្សំជាទ្រព្យដែរតែខ្ញុំជឿថាជំនាញរបស់អូនដែលអូនបានចែកមួយបងមុខរបរដែលអូនរកទាំងពីរគឺត្រូវជាមួយនឹងខ្លួនរបស់អូនទាំងពីរអញ្ចឹងមានឱកាសមានលាភជ័យច្រើនបូករួមនឹងកាយទ្រព្យរបស់យើងក៏មានដែរយើងគឺសំណាងដោយសារការរដោយខ្លួនឯងងាយនឹងរីកចម្រើនចានឹងមានសល់ពីមរតកជីដូនឪពុកម្ដាយយកមកឲ្យខ្លះទៀតចាចំណុចដែលមានសំណាងផ្នែកទ្រព្យសម្បត្តិខ្លះចាចឹងបងសម្រាប់អ្នកដែលគាត់មានតារាងរាសីបែបហ្នឹងប្រឹងតែបន្តិចកែច្នៃខ្លួនឯងតែបន្តិចចានឹងទទួលបាននៅលាភសក្ការៈនឹងមកហើយអ្វីដែលអូនត្រូវតែប្រយ័ត្នចាការសម្រេចចិត្តធ្វើអីភ្លាមគឺជាហានិភ័យរបស់អូនខ្លាំងមែនតើដោយសារកត្តាទូខ្លួនរបស់អូនគឺភាគច្រើនអូនអាចនឹងថាសម្រេចចិត្តលឿនចានឹកឃើញភ្លាមអូនធ្វើភ្លាមអាហ្នឹងជាកំហុសឆ្គងរបស់អូនមួយចាហើយនឹងអាសាររំលឹកដឹងគឺគុណទៅលើអ្នកតាមថែរក្សាផងនិងធ្វើបុណ្យកសាងកុសលថែមទៀតដើម្បីជំនះនៅរឿងឧបទ្រពមិនល្អកន្លងមកហើយនឹងក៏ជាពន្លឺនៃស្មារតីនៅក្នុងកំឡុង10ទៅ20ឆ្នាំខាងមុខទៀតព្រោះពេលវេលាហ្នឹងគឺអាចធ្វើឲ្យអារម្មណ៍របស់អូនមានរឿងច្រើនប្រែប្រួលចា៎មិនសូវជាសមបំណងដោយសារកត្តាកាយនឹងចូលមកអាចនឹងធ្វើឲ្យយើងមានបញ្ហាផ្នែកស្មារតីតែក៏វាវិជ្ជមានដោយសារពេលឆុងចូលមកវាអាចនឹងកាត់បន្ថយការឆុងឲ្យយើងបាន50%គឺមានន័យថាយើងធ្វើអីគឺ balance គ្នាចាយើងធ្វើបានផលច្រើនរាប់កាយល្អចូលមកវាកាត់បន្ថយនៅ50កាយអាក្រក់ចូលមកវាកាត់បន្ថយនៅ50ចឹងពេលវេលាឆុងចូលមកវាអាចធ្វើឲ្យយើងកាត់បន្ថយបានអស់50ចាវាមិនមានឥទ្ធិពលសម្រាប់រាសីរបស់យើងទេតែបើសិនជាហេងឬក៏លៀបចូលមកកាយល្អកាយវិជ្ជមានចូលមកក៏វាបន្ថយដូចគ្នាតែអ្វីដែលយើងត្រូវធ្វើគឺផ្ដោតលើការធ្វើរបស់យើងហើយអូនកំណត់ខ្លួនឯងចារៀនកំណត់ខ្លួនឯងតែតើយើងចង់បានអ្វីចាបាននៅពេលណាកំណត់ខ្លួនឯងព្រោះកាលណាអូនចាប់ផ្ដើមចេះកំណត់ខ្លួនឯងតារារិស័យរបស់អូននឹងនាំខ្លួនឯងទៅដល់ទីដៅកន្លែងនោះដូចគ្នាចាលឿនបំផុតទៀតអ្វីដែលយើងត្រូវប្រយ័ត្ននោះដូចខ្ញុំជំរាបជូនអញ្ចឹងកំឡុងពេល3ឆ្នាំហ្នឹងអាចនឹងស្មុគស្មាញច្រើនចា2ឆ្នាំមួយសាញ់ហ្នឹងឡើងរហូតដល់ឆ្នាំចាកំឡុងពេលហ្នឹងអាចដូចអូននិយាយអញ្ចឹងវាជាប់ខ្ញុំបានបញ្យល់ហើយចាតែចាប់ពីឆ្នាំ2028ឡើងទៅចាពេលវេលាផ្សេងទៀតកត្តាវ័យចូលមកផ្សេងទៀតដែលធ្វើឲ្យយើងមានលៀបទៅលើអីទៀតណាចាខ្ញុំបានលោកខ្លះជូនប៉ុន្តែខ្ញុំសូមលម្អិតតែប៉ុណ្្នឹងទៅដើម្បីឲ្យយើងយល់ដឹងពីអ្វីដែលយើងកំពុងជួបបើសិនជាយើងកំពុងជួបហើយរៀនថែមទៀតយើងដោះបញ្ហារបស់យើងបន្ថែមទៀតព្រោះយើងអាចនឹងថាពេលខ្លះយើងដឹងពីចំណុចខ្សោយហើយបូករួមនឹងកត្តារាល់ថ្ងៃនេះចាវាអាចនឹងធ្វើឲ្យយើងម្នាក់មានបញ្ហាផ្នែកស្មារតីប៉ុន្តែអ្នកដែលមានឱកាសក្នុងការចាប់លាភសំណាងនៅតែមានចានៅក្នុងបញ្ហាដែលមនុស្សជុំវិញខ្លួនកំពុងតែជួបក៏មានអ្នកដែលគាត់លេចធ្លោខ្លាំងទៅតាមអ្វីដែលគាត់អាប់ដេតខ្លួនគាត់ចាអញ្ចឹងអូខេខ្ញុំសូមទៅចែកតែប៉ុណ្្នឹងទៅអូនឆ្ងល់សូមបងបន្ថែមទៀតអរគុណ